នាភ័យខ្លាចខ្លាំងណាស់តែប្អូនស្រីស្ត្រីនោះបញ្ជាឲ្យចាប់នាងថាលើកជើងជន់កូនបិសាចក្នុងពោះនាងឲ្យស្លាប់ស្រាប់តែមានរលកខ្យល់មាសផ្ទុះវិញមកដល់គ្នាទៀតចេញតែរលកយៈបោកឡើងមេឃរលកទឹកនាគពីខ្សែហោះឡើងវាយរូបស្ដេចនាគបែកទឹកបន្ទាប់មកសមុទ្រទាំងមូលក៏រីកខ្ញុំបានប្រាប់ហើយថាកូនក្នុងពោះខ្ញុំមិនមែនជាបិសាចទេជាបិសាចទោះជាយ៉ាងនេះអូនស្រីល្បិចនោះនៅតែមិនជឿនាងបញ្ជាឲ្យលើកកាំបិតក្នុងមកវះពោះស្ត្រីនោះមើលថាមានអ្វីនៅក្នុងនោះគ្រាន់តែឃើញស្ត្រីចិត្តត្រូវខាប់ជាទីកំណត់ស្រាប់តែគេរកក្នុងពោះដើម្បីជួយទោះបីខ្លួនឯងនៅមិនទាន់លូតលាស់ពេញលេញក៏ដោយវាស្រាប់ចិត្តសម្ដៅមុនកំណត់ដើម្បីមកកាត់ស្ដេចនាគក៏បំផ្លាញចោល